សួស្តីអ្នកនរចឹងថ្ងៃនេះគឺខ្ញុំមកធ្វើវីដេអូអាប់ដេតសារថ្មីពាក់ព័ន្ធជាមួយនឹង Tool All in One បូករួមជាមួយនឹងTool បកប្រែ Script Lifetime របស់ខ្ញុំណាដែលយើងអាច generate រឿងបកប្រែរឿង30នាទីអីចុះក្រោមបានអញ្ចឹងសម្រាប់អ្នកនរចង់ប្រើគឺអាចធ្វើតាមខ្ញុំបានអញ្ចឹងជាដំបូងយើងចូលមកកាន់ Tool All in One សិនមកបន្ទាប់មកយើងដាក់រឿងចូលរឿងណាអ្នកនរចង់នេះអូខ្ញុំភ្លេចបញ្ជាក់ទៀតណារឿងនេះគឺភ្ញៀវរបស់ខ្ញុំគាត់ឲ្យខ្ញុំធ្វើឲ្យនេះគាត់ឲ្យខ្ញុំធ្វើឲ្យដោយសារតែគាត់ថាគាត់ទិញយកទៅគាត់ធ្វើអត់កើតគាត់ថាបកប្រែអត់កើតនៅលើ tool បកប្រែ script របស់ខ្ញុំអញ្ចឹងខ្ញុំតេស្តឲ្យគាត់មើលហើយខ្ញុំថតវីដេអូឲ្យគាត់មើលតែម្ដងអញ្ចឹងរឿងហ្នឹងគឺខ្ញុំដោនយកមកពីគាត់ហើយខ្ញុំក៏ប្រាប់ពីរបៀបកែខ្លះបើសិនជាវាមានខុសមាត់ខុសពាក្យដោយសារតែពេលយើងដាក់វែងទៅវាអាចនឹងខុស script ហើយពាក្យច្រើនគឺរឿង AI គឺវាបកមកពេលខ្លះទៅវាអាចសលេងទៅមុនឬក៏អីកាយវិការទៅមុនបន្តិចតួចអញ្ចឹងខ្ញុំនឹងប្រាប់ពីវិធីកែនៅក្នុងនឹងដូចគ្នាអញ្ចឹងយើងដាក់រឿងចូលមកនេះរឿងដែលគាត់ឲ្យមកមិញហ្នឹងបន្ទាប់ពីដាក់រឿងហើយយើងគឺអត់មានធ្វើអីទេយើងចុច separate ចោលមកអ្នកនរដោយសារតែរឿងយើងវាវែងណាអញ្ចឹងយើងចុច separate play វាមកយើងចុច option ហើយយើងចុច separate មកចាបន្ទាប់ពី separate ហើយយើងចូលទៅកាន់ CapCut យើងចូលទៅកាន់ CapCut យើងត្រូវអស់រឿងមិញហ្នឹងណាអារឿងដែលយើងដាក់នៅក្នុង Tool All in One ហ្នឹងនៅអស់វាទៅចុះក្រោមមកយើងចុចមកពាក្យ caption ដដែលរួចនេះចុច generate មកអញ្ចឹងយើងរងចាំវាមួយផ្លែតទៅគឺវា generate បានហើយវាអត់យូរទេសម្រាប់ CapCut ណាអូខេបន្ទាប់ពីវា generate បានហើយយើងចុច export វាមកយើង export គឺយើងមុនដំបូងវាអាចនឹងចេញវីដេអូបែបនេះអញ្ចឹងយើងដកសញ្ញាគ្រីសវីដេអូនេះចេញមកទុកឲ្យវានៅសល់តែSRT បានហើយអញ្ចឹងយើងកែឈ្មោះវាមកឲ្យដើម្បីស្រួលចំណាំណាអញ្ចឹងខ្ញុំដាក់អូខេខ្ញុំដាក់ក្រែមួយអញ្ចឹងទៅយើង export មកចាបន្ទាប់ពី export ហើយយើងចូលទៅកាន់ tool បកប្រែ script lifetime អញ្ចឹងពេលដែលអ្នកគ្នាទិញ tool lifetime ទៅអ្នកគ្នាអាចយកមកផាសនៅលើកុកឬក៏ browser ណាមួយដែលអ្នកគ្នាប្រើបានតែបើសិនជាខ្ញុំគឺខ្ញុំណែនាំឲ្យអ្នកគ្នាប្រើលើកុកឬក៏ប្រើលើ Firefox អីទៅដោយសារតែ Chrome គឺវាចាប់ខ្លាំងទៅលើ device Google វាចាប់ Gmail ខ្លាំង Gmail ខ្លះគឺអត់វាអត់ឲ្យប្រើលើ tool ហ្មងអញ្ចឹងយើងចូលមកដល់កាន់ tool បែបនេះហើយយើងចុចដាក់ script មកនេះ script មិញគឺក្រែមួយយើងដាក់ចូលបន្ទាប់ពីយើងដាក់ចូលហើយអត់មានធ្វើអីទៀតទេយើងចុចដំណើរការតែម្ដងអញ្ចឹងយើងរងចាំវាបន្តិចទៅវានឹងបកឲ្យយើងឯងបន្ទាប់ពីយើងរងចាំមួយផ្លែតទៅគឺវាបកប្រែបានហើយនេះអ្នកគ្នាអាចមើលបានវាមានចំនួន161 script អញ្ចឹងយើងគ្រាន់តែចុចទាញយកមកតែទាញយក script រួចហើយយើងចាប់ផ្ដើមចូលទៅកាន់ tool all in one របស់យើងវិញនេះចូលមកកាន់ Tool All in One អញ្ចឹងបើសិនជាវាអត់ទាន់ពេញ 100% ទេអ្នកគ្នាត្រូវចាំតតែវាពេញ 100% សិនណាអញ្ចឹងគឺវាលោតលឿនទេអ្នកគ្នាអាចចាំមកសបកទៅនេះបន្ទាប់ពីយើងចាំមកសបកទៅគឺវា generate បានហើយអញ្ចឹងពេលវាseparate បានហើយយើងចាប់ផ្ដើមតម្លាក់ script មិញចូលមកអា script យើងបកប្រែពី tool បកប្រែ script lifetime របស់យើងហ្នឹងអញ្ចឹងយើង upload script ចូលមកនេះ script ការ៉េមួយនេះអូខេបន្ទាប់ពីដាក់ចូលហើយយើងចាំវាឲ្យវា load timeline សិនណានេះពេលវា load ចេញ timeline ចេះហើយចាំអ្នកគ្នាចុចវាម្ដងទៀតហើយចុច start អញ្ចឹងយើងចាំមួយ flat ទៅគឺវានឹងបកឲ្យយើងបាននេះរងដំណើរការហើយយ៉ាបន្ទាប់ពីយើងចាំមកសម្រាប់ទៅនេះវាកំពុងតែ generate ឲ្យហើយគឺកំពុងតែ load ហើយដោយសារ script យើងវាច្រើនអញ្ចឹងយើងចាំវាមួយ flat ទៅគឺវា generate ឲ្យយើងពេញហើយនេះបន្ទាប់ពីយើងចាំមួយ flat ទៅគឺវា load ពេញហើយអញ្ចឹងបន្ទាប់ពីវា load ពេញហើយយើងចង់ស្ដាប់នៅក្នុងនឹងក៏បានចង់export ហើយចាំស្ដាប់ក៏បានដែរប៉ុន្តែខ្ញុំភាគច្រើនទៅខ្ញុំអត់ណែនាំឲ្យអ្នកនរគ្នានឹងស្ដាប់នៅក្នុងនឹងទេពេលដែលស្ដាប់នៅក្នុង tool វានឹងមានអារម្មណ៍ថាទៅមុខទៅក្រោយទៅមុខទៅក្រោយអញ្ចឹងណាពេលដែលកុំព្យូទ័រអ្នកនរគ្នារៀង slow អីចឹងទៅប៉ុន្តែបើសិនជាកុំព្យូទ័រអ្នកនរគ្នា RAM ធំដែរអូខេអាចស្ដាប់ក្នុងនឹងបានអញ្ចឹងអ្នកនរគ្នាចង់ស្ដាប់ក្នុងនឹងក៏បានចង់កែក៏បានដែរតែខ្ញុំអត់ទេគឺខ្ញុំនឹងចុចចេញក្រៅសិនដើម្បីស្ដាប់អូខេឥឡូវយើង export វាមកនេះអញ្ចឹងខ្ញុំអត់កែអីច្រើនគឺខ្ញុំ export យកមកអញ្ចឹងយើងរងចាំមកសបកសិនទៅ
អញ្ចឹងវីដេអូរបស់យើងគឺបាន export ចេញមកហើយអញ្ចឹងយើងចាំតែស្ដាប់ទាំងអស់គ្នាទៅណាថាវាត្រូវមកត្រូវពីអត់ ជួយរៀបចំខោអាវឲ្យខ្ញុំមួយជុំមកពេលឆ្នាំកន្លងមកនេះបើគ្មានអ្នកលួចជួយគ្រប់គ្រងពីក្រោយទេលឹងជូនហឹងគ្រាន់តែជាមនុស្សឥតបានការម្នាក់ប៉ុណ្ណោះហ៊ានលួចមានស្រីការលុបចោលអាពីពីនេះត្រូវតែលុបចោលឲ្យបានពិតជាត្រូវលុបចោលមែនប៉ុន្តែមិនមែនជាពេលនេះទេចុះបងក្រុងនឹងធ្វើនៅពេលណាបងធំបងទី2ក្នុងពិធីមង្គលការថ្ងៃស្អែកនេះខ្ញុំនឹងប្រកាសប្រាប់គ្រប់ប្រកោធំទាំងអស់ក្នុងទីក្រុងដែលមានការចូលរួមហាក់សាយតទៅបណ្ដាញសង្គមទៀតផងនេះលោកឯកសារទាំងអស់របស់កញ្ញាយាណានស៊ឺដែលលោកចង់បានលោកម្ចាស់បើកឡានមិនមើលផ្លូវមែនទេម៉ាក់ខ្ញុំភ្លេចមិនខុសទេមែនទេបរិះមកកម្នាក់នេះកំពុងតែញឹមតើដែលថេបពិតជាអាចចេញការបានមែនទេកញ្ញាយេគឺជាកូនស្រីមហាសេដ្ឋីនៃនគរយាក្នុងទីក្រុងហើយក៏ជាប្អូនស្រីបង្កើតរបស់លោកយានណានតុងនិងលោកយានណានបៃថៅកែក្រុមហ៊ុនកំសាន្តដ៏ល្បីល្បាញទៀតផងពេលនេះតើព្រោះតែមុខមាត់នាងអាក្រក់ខ្លាំងពេកមែនទេចង់ថាឡើងគូខ្លាចជាហងមែនទេចាំមើលចុះខ្ញុំនឹងដោះស្រាយជាមួយនាងយ៉ាងណាយេណានសឹងធម្មតាឃើញតែសភាពរញ៉េញ៉ៃតែពេលតុបតែងខ្លួនបែបនេះមើលទៅស្អាតជាងមេងយ៉ាវទៅទៀតអ៊ីណានចេញកូនប្រុសខ្ញុំព្រមរៀបការជាមួយនាងគឺមើលឃើញតម្លៃនាងហើយនាងកុំឲ្យដំមិនស៊ីបាយជីទៅស៊ីតម្រូវវិញឲ្យសោះនាងប្រពោលយីបើនាងហ៊ានបំផ្លាញរឿងល្អរបស់បងប្រុសខ្ញុំពួកយើងប្រពោលលេងមិនលើកលែងឲ្យនាងឡើយអ៊ីណានចេញក្រោយអាពីពីគឺជាពិធីចុះកិច្ចសន្យារវាងខ្ញុំនិងណានចេញ International នាងកុំឲ្យវាហួសហេតុពេកចេះខ្មាស់អៀងខ្លះទៅបងប្រុសខ្ញុំមានថ្ងៃនេះគឺដោយសារសមត្ថភាពគាត់ផ្ទាល់នាងគ្រាន់តែជាស្រីក្រកំសត់ម្នាក់មានសិទ្ធិអ្វីមកអុកលុកនៅទីនេះនាងស្ងៀមស្ងាត់រៀបការឲ្យចប់ជាមួយកូនប្រុសខ្ញុំទៅបានមិនដូចខ្ញុំទេខ្ញុំនឹងធ្វើឲ្យនាងដឹងពីជាតិរឿងអាពីពីថ្ងៃនេះនរណាចង់រៀបការក៏រៀបទៅអូខេបន្ទាប់ពីស្ដាប់ទៅអ្នកនរគ្នាអាចមើលបាននៅពេលខ្ញុំចុចឲ្យស្ដាប់មិញណាមានកន្លែងខ្លះវានិយាយរឿងញាប់ហើយមូលហេតុដែលនិយាយរឿងញាប់ដោយសារអីវាព្យាយាមនិយាយឲ្យត្រូវជាមួយនឹង script រឿងជាមួយនឹងសាច់រឿងណាអញ្ចឹងបើសិនអ្នកនរគ្នាគិតថាប៉ុណ្ណឹងហើយអ្នកនរគ្នាអត់ពេញចិត្តទៀតខ្ញុំអត់ដឹងថាត្រូវធ្វើម៉េចទេដោយសារតែធូលគឺវាល្អអស់ត្រឹមហ្នឹងហើយអាចនិយាយថាវាត្រូវមាត់ត្រូវពាក្យសឹងថាគ្មានចន្លោះណាហើយបើថាខុសមាត់បន្តិចបន្តួចអីអ្នកនរគ្នាអាចម្លងបានក៏ម្លងទៅដោយសារអីអ្នកនរគ្នាត្រូវដឹងថានេះអក្សរចិននេះភាសាចិននេះពេលដែលបកមកខ្មែរភាសាចិនតែមួយម៉ាត់ហ្នឹងឯងបកមកខ្មែរនេះឡើងមកជួអញ្ចឹងវានិយាយទៅវាអាចនឹងមុនក្រោយបន្តិចបន្តួចហើយវាអាចត្រូវប្លង់សឹងថាមាត់ចិនហាមកមាត់ខ្មែរសលេងខ្មែរវាហាទៅទេកន្លែងខ្លះក៏វាត្រូវ 100% កន្លែងខ្លះក៏វាមានខុសមាត់តែបន្តិចទេអញ្ចឹងអាបន្តិចហ្នឹងសឹងថាគ្មានណាគេចាប់អារម្មណ៍ទេអ្នកមើលក៏គេយល់ពេកផងថាមួយពីចិនបកមកខ្មែរវាមិនមែនជាការងាយទេវាមិនមែនជាដូចមនុស្សសលេងបញ្ចូលទេអានេះជាសលេង AI ណាតែបើសិនជាអ្នកនរគ្នាចង់កាយវាកាយបានដូចគ្នាមិនមែនថាកាយអត់បានទេណាអ្នកគ្នាចូលទៅកាយក្នុង CapCut ឬក៏អ្នកគ្នាអាចចុចទាញនេះជួយរៀបចំខោឲ្យខ្ញុំមួយជុំមកសលេងនេះទៅមុខទៅក្រោយបានកន្លងក្នុង Tool All in One របស់ខ្ញុំណាទាញមកឧទាហរណ៍ថានេះចុចដល់កន្លែងហ្នឹងនេះសលេងនេះអញ្ចឹងឬក៏ចុចសលេងនេះចឹងអ្នកគ្នាអាចចុចទាញវាទៅមុខទៅក្រោយឬទាញដាក់តាណាដែលអ្នកគ្នាគិតថាវាមិនត្រូវមាត់នឹងទាញដាក់ឲ្យត្រូវទៅប៉ុន្តែសម្រាប់ខ្ញុំធូរខ្ញុំប៉ុណ្ណឹងគឺខ្ញុំចេញទៅខ្ញុំបកឲ្យគាត់មើលជាក់ស្ដែងឯនេះគឺវាអត់មានខុសមាត់ខុសពាក្យអីទេហើយមួយទៀតសម្រាប់អ្នកគ្នាដែលទិញធូរបកប្រែ script lifetime ទៅនិយាយថាបកបានតែមួយរឿងអីលេងបកបានមួយរឿងពីររឿងអីលេងបកបានអញ្ចឹងខ្ញុំអធិស្ឋានទៅលើអ្នកគ្នាខ្ញុំបានបញ្ជាក់ហើយថាធូរហ្នឹងវាបកវែងបកបានប៉ុន្តែពេលដរាបណាដែលយើងបកវែងរឿងម្ដងកន្លះម៉ោងរឿងម្ដង20នាទីអីចឹងគឺយើងបកបានតែ2 3ដង4 5ដងអីគឺវាអស់ហើយវាអស់ limit Gmail មួយអញ្ចឹងយើងដូរ Gmail ថ្មីមកអ្នកគ្នាអើយហើយកន្លែងដូរ Gmail គឺអត់ពិបាកទេនេះអ្នកគ្នា add Gmail ថ្មីមកគ្រាន់តែចុចកន្លែងរូប Gmail ហ្នឹងហើយអ្នកគ្នាចុចកន្លែងពាក្យ
add profile នេះដាក់ចុច add profile ហ្នឹងមកហើយយើង login Gmail ថ្មីចូលមកគឺប្រើបានហើយហើយអ្នកនរគ្នាធ្វើរឿងកាន់តែច្រើនអ្នកនរគ្នាត្រូវការ Gmail កាន់តែច្រើនណាព្រោះ Gmail ពេលខ្លះទៅខូចវាចាប់ប្រើបានទេហើយបើអ្នកនរគ្នាមាន Gmail 1ឬក៏ Gmail 2ហើយចង់មកបករឿងច្រើនវែងគឺវាទៅអត់រួចទេវាអត់មាន tool ណាដែលស្រួលម្លឹងឯអ្នកនរគ្នាលុះត្រាតែអ្នកនរគ្នាចំណាយលុយទិញ API ដាក់តែនេះអត់មានអស់ API អស់អីទេត្រូវការឲ្យអ្នកទាំងអស់គ្នាមានតែ Gmail ទៅគឺប្រើបានហើយធូរlạiថែមនឹងឲ្យទិញតែម្ដងគឺប្រើពេញមួយជីវិតហ្មងអត់មានត្រូវការបង់លុយប្រចាំខែអីទៀតទេហើយសាច់គ្រឿងវាបកមកថែមឡើងអីវាត្រូវចំប្លង់ល្អខ្លាំងមែនតើហើយបងអ្នកនរគ្នាយកទៅថាធ្វើអត់ត្រូវធ្វើទៅមានបញ្ហាអាហ្នឹងគឺខ្ញុំអត់ដឹងថាមិនទេដោយសារតែខ្ញុំធ្វើនេះខ្ញុំថតឲ្យមើលជាក់ស្ដែងគឺអត់មានកែតម្រូវអីទេហើយបងអ្នកនរគ្នាអត់យល់ឡើយណាអ្នកនរគ្នាអាចសួរខ្ញុំបន្ថែមបានឆាតមកសួរខ្ញុំបន្ថែមមកខ្ញុំនឹងប្រាប់ហើយចង់កែកន្លែងណាអីគឺខ្ញុំនឹងប្រាប់បន្ថែមទៀតថាវាត្រូវកែមិនអីមិនបើសិនជាអ្នកនរគ្នានៅតែចង់កែអា script ដែលវាខុសបន្តិចបន្តួចអាសលេងអីនិយាយទៅខុសតិចហ្នឹងគឺខ្ញុំនឹងធ្វើវីដេអូមួយដើម្បីកែប្រាប់អ្នកទាំងអស់គ្នារបៀបកែនៅលើ CapCut ណាយើងយកមកកែនៅលើ CapCut បើសិនជាអ្នកនរគ្នាចង់ឲ្យវាត្រូវប្លង់ 100% ហ្មងអាហ្នឹងស្អីលើអ្នកនរគ្នាទេបើចង់ឲ្យត្រូវគឺវាបានគាត់ថាយើងយកមកកែក្នុង CapCut ឬក៏កែក្នុង tool បើកែក្នុង tool វារៀងយូរព្រោះពេលខ្លះទៅវាកុំព្យូទ័ររៀងទាបអីពិបាកកែតែបើថាយើងយកមកកែក្នុង CapCut វាស្រួលហើយលឿនអាហ្នឹងចាំនៅវីដេអូក្រោយខ្ញុំនឹងបរៀនអ្នកនរគ្នាពីរបៀបកែនឹងមួយទៀត